nè trong mấy cái lên chắc đó nhà bay ở lại hai bên nhà bay thôi nè Vô ơi ba vô à. Nhé tống tinh định ta phải mua vậy nè. Cho bà chúc mẹ. Em ơi. Sao để hô tôi đâu. បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបជាមួយ Channel YouTube របស់ខ្ញុំបាទទៀតហើយថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនមកទស្សនាទស្សនវិជ្ជានៅឆ្នេរអង្កោលនៃខេត្តកំពតតើមានទស្សនវិជ្ជាបែបណាសូមអញ្ជើញបងប្អូនទស្សនាទាំងអស់គ្នាកាលពីមុនបងប្អូនមកខាងកែបឬក៏កំពតពួកគាត់ចូលចិត្តទៅលេងនៅខាងឆ្នេរកែបដែលមានតំបន់រមណីយដ្ឋាននៅឆ្នេរកែបនោះមានមនុស្សទៅលេងគឺមានការពេញនិយមច្រើនហើយឥឡូវគេមានបង្កើតឆ្នេរមួយទៀតនោះគឺឆ្នេរអង្កោលហើយឆ្នេរអង្កោលនោះគឺមានធ្វើផ្លូវយ៉ាងស្រស់ស្អាតតែម្ដងងាយស្រួលក្នុងការបើកបរហើយបងប្អូនខ្លះមួយចំនួននោះក៏គាត់បានមកសាកល្បងលេងនៅឆ្នេរអង្កោលនេះផងដែរព្រោះអីអ្នកខ្លះគាត់លេងនៅខាងឆ្នេរកែបហើយអ្នកខ្លះទៀតគាត់មកចង់ស្គាល់នឹងមកលេងនៅខាងឆ្នេរអង្កោលម្ដងអញ្ចឹងហើយជាទូទៅតំបន់ដែលគេបង្កើតថ្មីនោះគឺយើងតែងតែចង់មកលេងមកស្គាល់មកកំសាន្តអញ្ចឹងចង់ឲ្យដឹងអញ្ចឹងហើយនៅកន្លែងនេះដែរគឺមានផ្លូវគេស្រស់ស្អាតហើយក៏មានកន្លែងដែលយើងលក់ឲ្យញ៉ាំឬក៏កញ្ចុះឬតូបសម្រាប់យើងជួលអង្គុយផងដែរហើយយើងចង់កំងម្ហូបអាហារនៅទីនេះក៏បានឬក៏យើងទិញម្ហូបអាហារឬក៏យើងធ្វើមកពីផ្ទះខ្លួនឯងយើងយកមកជួលនៅកន្លែងគេញ៉ាំហ្នឹងក៏បានមានតុអង្គុយហើយនឹងមានងរឹងមានកញ្ចុះសម្រាប់ឲ្យយើងគេងសម្រាប់កំសាន្តនឹងញ៉ាំឲ្យជុំគ្នាអីក៏មានដែរស្រេចតែយើងទេឲ្យតម្លៃគេគិតតាមនឹងបើយើងយកមកហូបយកអីហ្នឹងទៅគេអត់គិតលើកញ្ចុះទេប៉ុន្តែបើយើងជួលតែកញ្ចុះក៏បានដែរបើសិនបើយើងមានម្ហូបខ្លួនឯងអញ្ចឹងជាជំរឿសរបស់បងប្អូនអាហ្នឹងអាស្រ័យលើបងប្អូនទេដែលចង់ជ្រើសរើសយកមួយណាឬក៏យើងទិញម្ហូបគេខ្លះយើងមានម្ហូបមកពីផ្ទះឬក៏យើងធ្វើមកខ្លះហ្នឹងក៏បានតែអង្កោលនេះផងដែរក៏មានទូកអ្នកនេសាទគាត់នេសាទគ្រឿងសមុទ្រដូចជាក្តាមត្រីមឹកបកាអីចឹងគាត់យកមកលក់នៅជិតហ្នឹងក៏មានដែរគឺមានទូកបងប្អូននេសាទប្រជាជនខ្មែរយើងគឺគាត់មានទូកច្រើនដែរតែគាត់នេសាទហើយគាត់លក់នៅផ្សារនៅជិតហ្នឹងនេះថតនឹងមកប៉ោសិនឯផុតថ្មនេះហ្នឹងហើយនេះគឺជាទូកបងប្អូននេសាទយើងគឺមានទូកច្រើនគឺគាត់រៀបចំនេសាទឬគាត់ទៅត្រឡប់មកវិញអីចឹងបងប្អូនគឺគាត់មាននេសាទគ្រឿងសមុទ្រអីមានត្រីមានក្តាមមានបកាមានមឹកអីចឹងមានទូកច្រើនហើយនៅជិតហ្នឹងក៏មានកន្លែងដែលគេលក់គ្រឿងសមុទ្រស្រស់ផងដែរហើយមើលទៅទស្សនវិជ្ជានេះគឺស្អាតមែនតើមានភ្នំយើងកន្លែងទៅមានភ្នំមានសមុទ្រថ្ងៃមេឃខៀវអញ្ចឹងគឺស្រស់ស្អាតមែនតើហើយទស្សនវិជ្ជាស្រស់ស្អាតនេះនៅពេលនេះម៉ោងពេលព្រឹកប្រហែលជាម៉ោង10អីចឹងបងប្អូនហើយក៏ខ្ញុំបានដើរថតលេងមើលទេសភាពក្បែរមាត់សមុទ្រអីចឹងទៅថតលេងស្រូបយកខ្យល់បរិសុទ្ធពីជំនោរសមុទ្រអញ្ចឹងមានគ្នាខាងក្រុមគ្រួសារបងប្អូនខ្ញុំនោះគឺមកលេងច្រើនទាំងអស់គ្នាហើយនេះខ្ញុំដើរលេងថតមកជុំនោះទៅថតដើរមើលទេសភាពឲ្យផ្ដិតទេសភាពយកទៅខាងមាត់សមុទ្រវិញឃើញដាច់កន្ទុយភ្នែកគឺស្អាតមែនតើពីយើងបានជិះដើរលេងនៅតាមឆ្នេរមួយសន្ទុះក្រោយមកគឺយើងមកដល់កន្លែងកញ្ចុះយើងជួលកញ្ចុះរកទីតាំងបានកន្លែងអង្គុយអញ្ចឹងណាយើងអង្គុយមានតុមានអីហើយទៅមកកន្លែងទៀតមានកញ្ចុះសម្រាប់អង្គុយចងរឹងគឺយើងជួលពីកន្លែងហ្នឹងដោយសារគ្នាយើងច្រើនដែរយើងរៀបចំហូបអាហារដើម្បីញ៉ាំបាយអញ្ចឹងទៅអញ្ចឹងនៅទីនេះតម្លៃដូចខ្ញុំនិយាយអញ្ចឹងមិនសូវជាថ្លៃប្រហែលទេហើយយើងអាចជួលតែកញ្ចុះរោគេហ្នឹងក៏បានឬក៏ចង់កំងមហូបគេហ្នឹងក៏បានដែរប៉ុន្តែពួកខ្ញុំអត់កំងមហូបទេដោយសារយើងមានមហូបមកពីផ្ទះច្រើនដែរអញ្ចឹងមានគ្រឿងសមុទ្រមានអីចឹងទៅមិនមានមហូបច្រើនយើងជួលតែកន្លែងគេអង្គុយចឹងទេ
ហើយនេះទស្សនភាពនៅកន្លែងយើងអង្គុយក៏មានទូកបងប្អូនអ្នកនេសាទផងដែរអញ្ចឹងយើងញ៉ាំបដាយើងមើលកុយគុណទេសភាពនៅមុខហ្នឹងគឺមើលទៅដូចថាស្រឡះមុខស្រឡះមាត់មានអារម្មណ៍ថាដូចថាលំហែ fresh តែម្ដងបងប្អូនអញ្ចឹងប៉ុន្តែនេះមកខ្ញុំដោយសារខ្ញុំមកព្រឹកឡើងអញ្ចឹងមនុស្សអត់តន់សូវជាច្រើនហ្មងទេព្រោះខ្ញុំមកដល់ប្រហែលជាម៉ោង10អីចឹងអញ្ចឹងបើមានមនុស្សច្រើនចាប់ពីម៉ោង11 12អីទៅមនុស្សច្រើនហើយតែម៉ោងស្មានហ្នឹងមនុស្សអត់សូវច្រើនប្រហែលទេមានខ្លះដែរបងប្អូនកូនក្មួយហ្នឹងគឺគាត់ចុះងូតទឹកអ្នកដែលគាត់មកកំសាន្តផ្សេងដែរអញ្ចឹងគាត់អ្នកខ្លះក៏ងូតទឹកអ្នកខ្លះក៏រត់លេងដើរលេងតាមឆ្នេរខ្សាច់ខ្ញុំក៏ថតយកផ្តិតទេសភាពខ្លះចែកជូនបងប្អូនទស្សនានៅរមណីយដ្ឋានឆ្នេរអង្កោលនេះមុខកន្លែងតែខ្ញុំអង្គុយនោះក៏មានតោងដែរគឺតោងយើងអាចអង្គុយយល់លេងផងដែរអញ្ចឹងថតបានមួយផ្លែតហ្នឹងក៏ដល់ម៉ោងញ៉ាំបាយម៉ោងស្មានហ្នឹងបាយបាយហ្នឹងបាយជាម៉ោង11ដែរហ្នឹងអញ្ចឹងយើងរៀបចំញ៉ាំបាយនៅកញ្ចុះមាន2កន្លែងអង្គុយដែលមានចងរឹងមួយនិងតុមួយអញ្ចឹងយើងរៀបចំទៅហើយមានម្ហូបអាហារមានបកាមានមឹកមានមាន់មានអីចឹងបងប្អូនគឺយើងអត់ធ្វើមកពីផ្ទះទេដោយសារយើងធ្វើមកពីផ្ទះក៏លឿនដែរព្រោះយើងដោយសារយើងរៀបរយហើយអញ្ចឹងយើងមកដល់ក៏បានញ៉ាំរៀបចំថតលេងមួយផ្លែតទៅក៏បានញ៉ាំតែម្ដងប៉ុន្តែបើយើងកំងគេអាចនៅចាំរៀងយូរអញ្ចឹងមានក្តាមមានបកាមានមាន់មានមឹកអីចឹងទៅមានគ្រឿងសមុទ្រហើយនឹងមានមាន់ស្រែហើយទៅយើងចាំបដាកយគុណទេសភាពបដាយើងជជែកគ្នាពីនេះពីនោះអញ្ចឹងមានភាពស្រស់ស្រាយសប្បាយមែនតើអញ្ចឹងចំពោះវីដេអូនេះក៏ខ្ញុំមិនបានថតច្រើនប្រហែលដែរប៉ុន្តែមានអារម្មណ៍ដូចថាស្រស់ស្រាយសប្បាយរីករាយជុំក្រុមគ្រួសារមិត្តភ័ក្តិបងប្អូនអញ្ចឹងហើយប្រសិនបើបងប្អូនទំនេរចុងសប្តាហ៍ឬមានកម្មវិធីកំសាន្តបុណ្យទានអីផ្សេងអញ្ចឹងទៅបងប្អូនអាចអញ្ជើញមកលេងកំសាន្តនៅរមណីយដ្ឋានឆ្នេរអង្កោលនេះបានចំពោះបងប្អូនដែលគាត់អត់ទាន់បានមកលេងឬក៏បងប្អូនធ្លាប់មកលេងអីចឹងលើកស្ទួយវិស័យទេសចររបស់ប្រទេសកម្ពុជាយើងនិងប្រជាជននៅក្នុងតំបន់ព្រោះអ្នកខ្លះគាត់បើកកន្លែងដែលមុខរបរគាត់ទទួលទានបែបទទួលភ្ញៀវអ្នកខ្លះក៏គាត់មានលក់អាហារផ្សេងផងដែរដូចជាមានលក់សណ្តែកដីលក់ការ៉េមលក់ភេសជ្ជៈលក់កាហ្វេឬលក់អីផ្សេងនៅក្នុងតំបន់ហ្នឹងក៏មានផ្លែឈើមានអីគឺពួកគាត់បានភ្ញៀវទេសចរមកលេងនោះហើយអញ្ចឹងគឺយើងបានថតរូបភាពខ្លះជាកម្រងរូបភាពខ្លះដែលយើងបានថតនៅពេលដែលយើងទៅលេងរមណីយដ្ឋានឆ្នេរអង្កោលនេះបងប្អូនអាចសាកមកលេងបានព្រោះកន្លែងគេបង្កើតថ្មីអញ្ចឹងបងប្អូនដោយសារផ្លូវគេធ្វើថ្មីអញ្ចឹងគេបង្កើតនេះដើម្បីឲ្យប្រទេសកម្ពុជាយើងមានកន្លែងដើរលេងកម្សាន្តអញ្ចឹងច្រើនអញ្ចឹងបងប្អូនបាទជាចុងក្រោយសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនា Channel YouTube របស់ខ្ញុំបាទសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នារកទទួលទានមានសេចក្តីសុខសុភមង្គលជារៀងរហូតសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា